កាលនោះមានព្រះរាជាមួយព្រះអង្គគង់នៅព្រះរាជវាំងក្រុងចម្ប៉ាស័កឬបាសាក់គឺនៅផ្នែកខាងលើតាមដងទន្លេមេគង្គទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គព្រះនាមព្រះនាងអាអព្រះរាជបុត្រីនេះមានរូបឆោមលំពណ៌ស្រស់ឆើតឆាយណាស់រកនរណាឲ្យល្អត្រឹមស្មើពុំបានឡើយប៉ុន្តែដោយសារព្រះនាងមានព្រះតីរវើរវាយក្នុងកាមរូបនាំឲ្យព្រះនាងស្លុតចិត្តប្រតិព័ទ្ធទៅលើបុរសទុរគតម្នាក់ភ្លេចគិតអំពីកិត្តិយសរបស់ព្រះរាជវង្សានុវង្សដូច្នោះហើយបានជាព្រះបិតាទ្រង់ត្រាស់ឲ្យចាប់ព្រះនាងនេះព្រមទាំងប្រុសសហាយដាក់ពងពីបំបងបណ្ដែតចោលតាមផ្ទៃទន្លេទម្លាក់ទៅកាន់សមុទ្រដ៏ធំល្ហល្ហេវទៅក្នុងពងពីជាមួយនោះព្រះរាជាទ្រង់ចាត់ឲ្យដាក់ទាំងស្រូវអង្ករល្ងពោតសណ្ដែកអំបិលប្រហុកជាស្បៀងជាប់ទៅជាមួយព្រមទាំងគ្រឿងប្រដាប់ប្រើប្រាស់ជាច្រើនផងលុះពងពីនោះរសាត់អណ្ដែតទៅជាយូរថ្ងៃក៏បានទៅដល់ប៉ះជាប់នឹងភ្នំមួយគឺភ្នំបុរីនេះឯងដែលគេពុំទាន់ឃើញមានមនុស្សណាទៅរស់នៅដល់នៅឡើយទេនាងអនិងស្វាមីនាំគ្នាត្រេកអរដោយបានមកប៉ះត្រាយនាំឲ្យខ្លួនរួចជីវិតបានទើបនាំគ្នាម្នីចិញ្ចូនរបស់របរដែលខ្លួនមានទាំងប៉ុន្មានចុះទៅអាស្រ័យនៅលើភ្នំនោះអ្នកទាំងពីរចាប់ប្រកបរបរដាំដំណាំដាំដុះនិងស្វែងចូលព្រៃរកកាប់ឈើធ្វើអស់នឹងធ្វើជាខ្ទមអាស្រមសម្រាប់ជ្រកនៅផងក្រោយពីបានតាំងលំនៅឋានបានស្រួលបួលមកថ្ងៃណាក៏នាងអាតែងព្រួយលំបាកក្នុងព្រះតីណាស់ព្រោះបារម្ភនឹងក្តីសុខទុក្ខរបស់ខ្លួនផងនិងរលឹកដល់ស្រុកកំណើតផងនិងស្ដាយកិត្តិយសរបស់ខ្លួនដែលធ្លាប់តែថ្កុំថ្កើងផងហេតុនេះហើយរៀងរាល់យប់មុនចូលដំណេកនាងតែងអុជធូបទៀនបន់ស្រន់បួងសួងដល់អរុក្ខអរិយអ្នកតានៅព្រះភ្នំព្រមទាំងមរិញគង្វាលដែលរក្សានៅបឹងបួទទួលទីនោះថាសូមឲ្យលោកជួយបីបាច់ថែរក្សាយើងទាំងពីរនាក់ឲ្យបានសុខសប្បាយរកស៊ីចិញ្ចឹមជីវិតក៏បានបរិបូរណ៍កុំឲ្យមានសេចក្តីខ្វះខាតឡើយដោយអានុភាពនៃសេចក្តីអធិដ្ឋានរាល់ថ្ងៃយ៉ាងនេះមិនយូរប៉ុន្មានក៏មានអ្នកសច្ចាំងបាំងបាត់មួយអង្គមកបញ្យល់សុបិនប្រាប់នាងថាចាប់ពីថ្ងៃនេះតទៅចូលនាងកំភៃអសោះយើងជាអ្នកសច្ចាំងនឹងជួយនាងឲ្យមានសេចក្តីសុខឲ្យបានផ្គុំផ្កើនល្បីឈ្មោះនៅក្នុងទីនេះប៉ុន្តែយើងមិនបាច់ឲ្យនាងឃើញរូបយើងទេក្រោយពីស្ដាប់បណ្ដាំអ្នកសច្ចាំងដូច្នេះព្រះនាងភ្ញាក់ខ្លួនភ្លាមហើយព្រះនាងនាំព័ត៌មាននេះប្រាប់ស្វាមីកំសត់ឲ្យបានដឹងផងចាប់ដើមពីថ្ងៃនោះមកព្រះនាងបានចាត់បុរសជាប្តីទៅរកអស់ពីក្នុងព្រៃរាល់ថ្ងៃដូចធម្មតាឯបុរសជាប្តីនោះទៅកាប់អស់បានសុទ្ធតែដើមច័ន្ទក្រឹស្នាមានក្លិនក្រអូបរែកជញ្ជូនមកកទុកជាច្រើនគំនរប៉ុន្តែមានប្រាថ្នាត្រឹមមកប្រើជាអស់ដុតប៉ុណ្ណោះឥតមានយល់ថានេះជាដើមមានតម្លៃឡើយថ្ងៃមួយនាងអាចេញទៅមើលគំនរអស់ក៏ស្គាល់ច្បាស់ជាដើមច័ន្ទក្រឹស្នាដែលមានតម្លៃព្រះនាងក៏ញញឹមប្រាប់ប្តីថារកឈើនេះឲ្យបានច្រើនមកទៀតប្តី
ក៏ខំប្រឹងរកតាមបណ្ដាំប្រពន្ធពេលមួយបុរសនោះទៅក្នុងព្រៃប្រទេសដុំមាសក្រហមឆ្អៅជាច្រើនក៏គិតថាថ្មនេះមានសម្បុរល្អចម្លែកជាងថ្មទាំងពួងដូច្នេះអញគិតយកទៅផ្ទះឲ្យបាន3ដុំសម្រាប់ឲ្យប្រពន្ធបង្កល់ធ្វើជើងក្រានគិតដូច្នេះហើយបុរសនោះក៏លើកថ្មដាក់ក្នុងល្អីរែកយកទៅផ្ទះដោយមិនស្គាល់ជាដុំមាសឡើយលោកប្រពន្ធបានឃើញដុំមាសដូច្នេះហើយស្គាល់ច្បាស់ជាមាសតែមិនប្រាប់ប្តីទេគ្រាន់តែផ្ដាំថាបើប្រទះឃើញថ្មក្រហមដូច្នេះទៀតឲ្យជញ្ជូនមកទុកទាំងអស់ប្តីក៏ធ្វើតាមបណ្ដាំនាងជាដរាបថ្ងៃមួយព្រះនាងគិតឃើញថាអស្ចារ្យប្រស្នានិងមាសរបស់អញមានកាន់តែច្រើនឡើងហើយបើដូច្នេះអញគិតលើកទុនមួយឲ្យខ្ពស់ជាសញ្ញាក្រែងមានសំពៅពីប្រទេសក្រៅធ្វើដំណើរជំនួយលក់ដូររបស់ផ្សេងគេឃើញហើយនឹងចូលមកតាក់ទងគិតហើយព្រះនាងក៏នាំប្តីប្រញាប់ប្រញាល់ធ្វើតាមគំនិតនេះភ្លាមមិនយូរប៉ុន្មានមានដង្ខៅសំពៅនៅស្រុកស្លាប់លង្កាបាត់សំពៅទាំង7នាំកំណត់សម្ពុតនិងផុសភាដតេទៀតមកលក់ដូរតាមឆ្នេរសមុទ្រលុះសំពៅនេះមកដល់ជិតភ្នំបូរីក៏ឃើញទង់សញ្ញាឲ្យដឹងថាទីនេះមានមនុស្សរស់នៅទំនងជាមានការចង់តាក់ទងលក់ដូររបស់របរផងគេនាំគ្នាតម្រង់ក្បាលសំពៅចូលចតត្រង់ទីនោះនាយសំពៅទាំង7នាក់ឡើងទៅលើដីគោកប្រទះឃើញព្រះនាងអក៏2នាក់ប្តីប្រពន្ធរស់នៅទីនោះក៏ពោលប្រស័យតាក់ទងដោយការគួសមព្រះនាងបបួលនាយសំពៅដូរកំណាត់សម្ពុតព្រមទាំងផុសភាផ្សេងជាមួយនឹងឈើច័ន្ទក្រស្នារបស់ព្រះនាងនាយសំពៅយល់ព្រមសុខចិត្តដូរគ្នាហើយទើបនាងនាំនាយសំពៅទៅបង្ហាញឃ្លាំងដុំមាសរបស់ព្រះនាងទៀតនាយសំពៅបបួលដូរកំណាត់ជាមួយមាសនោះប៉ុន្តែព្រះនាងមិនព្រមព្រះនាងប្រាប់នាយសំពៅថាបើចង់បានមាសនេះចូលអ្នកទៅនាំយកជាងមាសចំនួន100នាក់ប្រុស100នាក់ស្រីមកឲ្យខ្ញុំសិនគ្រានោះនាយសំពៅក៏ព្រមព្រៀងយ៉ាងពេញចិត្តហើយក៏នាំគ្នាបើកក្តារសំពៅវិលត្រឡប់ទៅស្រុកខ្លួនវិញជាខាងក្រោយមកពេលដែលទៅដល់ស្រុកហើយនាយសំពៅនិយាយបញ្ចុះបញ្ចូលអ្នកស្រុកដែលចេះធ្វើជាងមាសទាំងប្រុសទាំងស្រីចំនួន200នាក់រួចពាក្យនាងស្រីបានផ្ដាំមកកាលបានគ្រប់ចំនួនហើយនាងសំពៅប្រគល់ឲ្យព្រះនាងព្រះនាងក៏ប្រគល់មាសឲ្យទៅគ្រប់សំពៅទាំង7ឲ្យគេវិញត្រឡប់ទៅស្រុកវិញទាំងអស់ចំណែកព្រះនាងនិងស្វាមីក៏បានចាត់ចែងពួកអ្នកស្រុកស្លាប់ទាំងប៉ុន្មានដែលមករស់នៅជាមួយឲ្យទៅជួយកោះជញ្ជូនយកដុំមាសមកធ្វើមកពីភ្នំឲ្យបានច្រើនឡើងថែមទៀតអ្នកខ្លះឲ្យដំរំលាយមាសផែធ្វើជាគ្រឿងអលង្ការផ្សេងមានធ្វើជាកងចិញ្ចៀនជាដើមលោកបានរបស់របរច្រើនហើយតែមានឈ្មួញស្រុកក្រៅចូលសំពៅមកចតតាក់ទងទិញដូររបស់របរទាំងនោះជាហូរហែមិនយូរប៉ុន្មាន 5-6 ឆ្នាំប៉ុណ្ណោះក៏មានអ្នកស្រុកក្រៅខ្លះទៀតមកសុំជ្រករស់នៅស្រុកស៊ីបានគ្នាកាន់តែច្រើនកុះកឡើងឯអ្នកស្រុកស្រីប្រុសដែលបាននៅយូរហើយនោះក៏បង្កើតបានជាកូនពូនជាចៅថែមឡើងទៀតម្ល៉េះហើយភូមិស្រុកនេះក៏បានរីកធំឡើងហើយអ្នកស្រុកទាំងអស់ក៏គោរពដល់ព្រះនាងនិងស្វាមីគ្រប់គ្នាព្រោះសម្គាល់ថាជាម្ចាស់ទីកន្លែងនិងជាដង្ខៅនៃរបររកស៊ីនៅក្នុងទីនោះ
តុនេះហើយបានជាព្រះនាងអអដឹកនាំឲ្យស្វាមីប្រកាន់តាំងខ្លួនជាស្ដេចមួយព្រះអង្គគ្រងរាជ្យនៅតំបន់នេះឡើងដោយមានព្រះនាមថាព្រះបាទសច្ចៈនិងព្រះនាងអអជាអគ្គមហេសីគ្រានោះព្រះបាទសច្ចៈទ្រង់ចាត់តាំងឲ្យមានជាមន្ត្រីរាជការតាមក្រុមតាមពួករវាងអ្នកស្រុកទាំងអស់នោះឡើយមិនតែប៉ុណ្ណោះទ្រង់ចាត់ឲ្យរែពលទាំងនោះសង់បន្ទាយធ្វើជាកំផែងថ្មមួយឥតព័ទ្ធជុំវិញឲ្យកើតជាបរិវេណយ៉ាងធំមួយឡើងហើយសន្មតបរិវេណកំផែងនោះហៅថាបុរីបានន័យថាជាក្រុងគឺថាជំនាទិជននិងភូមិស្ថានទាំងឡាយដែលស្ថិតនៅក្នុងបរិវេណទីនេះទុកជាអ្នកក្រុងសម្បត្តិក្រុងហេតុនេះឯងបានជាជាប់ឈ្មោះទីភ្នំនោះដល់សព្វថ្ងៃហៅថាបុរីតែបើសាងបានជាទីបុរីសំរុំមានកិត្តិយសសំរុំសំតាមប្រាថ្នាហើយព្រះបាទសច្ចៈនិងព្រះអង្គអគ្គមហេសីទ្រង់រលឹកដល់គុណអ្នកសច្ចៈដែលបានសន្យាថាជួយពីថ្ងៃនោះព្រះអង្គក៏ចាត់ឲ្យសាងជាប្រាសាទថ្មតូចមួយយ៉ាងល្អស្រស់នៅលើភ្នំខាងកើតដែលសប្តាហ៍ថ្ងៃហៅថាប្រាសាទភ្នំដាដើម្បីឧទ្ទិសថ្វាយដល់អ្នកសច្ចៈដែលមានគុណនុបការៈលើព្រះអង្គដូច្នេះយើងបញ្ជាក់ឡើងវិញតាមរឿងព្រេងនេះបានថាភ្នំបុរីកើតឡើងពីព្រះបាទសច្ចៈនិងព្រះនាងអអនោះឯងដូចមានសេចក្តីហូរហែមកហើយ